នៅបឹងព្រៃលពៅគឺមានបក្សីប្រមាញ់ចំនួន4ប្រភេទហើយពុកម៉ែបងប្អូនចង់ដឹងថាចំនួន4ប្រភេទនោះមានឈ្មោះអ្វីខ្លះកុំភ្លេចតាមដានជាមួយខ្ញុំទាំងអស់គ្នានៅក្នុងវីដេអូនេះជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីបក្សីប្រមាញ់ចំនួន4ប្រភេទដែលមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រៃលពៅតាមរដូវកាលក្នុងនោះផងដែរចំនួន3ប្រភេទជាបក្សីទេសនប្រវេសដែលយើងហៅម្យ៉ាងទៀតបានថាជាបក្សីចំណាក់ស្រុកដែលបំលាស់ទីពីប្រទេសផ្សេងៗមកកាន់ទីនេះនិងមួយប្រភេទជាបក្សីដែលមានវត្តមានពេញមួយឆ្នាំនៅក្នុងប្រទេសកម្ពុជារបស់ផងយើងឥឡូវនេះយើងមកស្គាល់សត្វស្លាបទាំង4ប្រភេទនេះទាំងអស់គ្នាទី1រអាតទុនសាយគឺជាបក្សីទេសនប្រវេសនិងជាប្រភេទរងគ្រោះតិចតួចជាទូទៅវាមានកម្ពស់ប្រមាណជា48ទៅ56សង់ទីម៉ែត្រមូលស្រដៀងរអាតក្បាលខ្មៅតែមានឈុតខ្មៅនៅកនិងទ្រូងគ្មានដាវសនៅលើគម្របស្លាបខាងលើឡើយញីស្រដៀងរអាតក្បាលខ្មៅញីដែរពោះនិងភ្លៅពណ៌ត្នោតស្រអាប់គម្របស្លាបនិងខាងមុខពណ៌ប្រផេះស្រាលញីមិនតាន់ពេញវ័យក្បាលរាងសទីជម្រកតំបន់ដីសើមវាលស្រែវាលស្មៅភាគច្រើននៅតាមទំនាបជុំវិញតំបន់បឹងទន្លេសាបអាចឃើញចំនួនច្រើននៅពេលដែលវាហើរចូលទ្រនំបឹងព្រៃលពៅវាចូលចិត្តចាប់កណ្ដុរនិងចាប់សត្វតូចៗធ្វើជាអាហារទី2រអាតក្បាលខ្មៅគឺជាបក្សីទេសនប្រវេសនិងជាប្រភេទរងគ្រោះតិចតួចជាទូទៅវាមានកម្ពស់ប្រមាណជា43ទៅ46សង់ទីម៉ែត្រមូលក្បាលដើមខ្នងទ្រូងផ្នែកខាងលើគម្របស្លាបកណ្ដាលខាងលើនិងគម្របស្លាបតូចខាងលើពណ៌ខ្មៅពេលហើរអាចឃើញមានពណ៌ខ្មៅនៅផ្នែកខាងក្រៅនៃចុងស្លាបទី1មានពណ៌សនៅលើជ័យគម្របស្លាបតូចជ័យគម្របស្លាបនិងស្លាបទី2ពណ៌ប្រផេះជំរកនៅតាមតំបន់វាលស្មៅដីសើមវាចូលចិត្តចាប់កណ្ដុរបក្សីតូចនិងកូនបក្សីកង្កែបពស់ជាដើមរដូវបន្តពូជចាប់ពីខែមេសាដល់ខែមិថុនាពងចំនួន4ទៅ6គ្រាប់ទី3ស្ទាំងកំពយខ្មៅសជាទូទៅវាមានកម្ពស់ប្រមាណជា31.5ទៅ33សង់ទីម៉ែត្រខ្លួនពណ៌ខ្មៅសមានកំពយវែងត្រង់ឡើងលើផ្នែកពោះពណ៌សដែលមានឆ្នូតអង្កន់ញឹកញាប់ពណ៌ត្នោតនិងមានវ័នខ្មៅមួយនៅលើដើមទ្រូងទីជម្រកព្រៃល្បោះព្រៃដំណោះថ្មីនិងព្រៃពាក់កណ្ដាលស្របាយមានវត្តមានពេញមួយឆ្នាំជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជចាប់ពីខែកុម្ភៈដល់ខែឧសភាពងចំនួន2ទៅ3គ្រាប់វាចូលចិត្តចាប់សត្វឆ្អឹងខ្នងតូចដូចជាជីងចក់កង្កែបបក្សីជាដើមធ្វើជាអាហារទី4សត្វស្ទាំងលលកជាទូទៅវាមានកម្ពស់ពី31ទៅ35សង់ទីម៉ែត្រពេញវ័យកន្ទុយខ្លីគៀមផ្នែកខាងលើនៃស្លាបពណ៌ខ្មៅស្លាបទី1ផ្នែកក្រោមពណ៌ខ្មៅផ្នត់ស្លាបរាងអក្សរ V នៅពេលសំកាំមិនតាន់ពេញវ័យដើមទ្រូងបន្ទូលក្បាលនិងផ្នែកខ្នងពណ៌លឿងខ្ចីមានសំឡេងទីជម្រកតំបន់វាលលំហរួមទាំងតំបន់កសិកម្មរយៈកម្ពស់មិនលើសពី1500ម៉ែត្រជីវសាស្ត្រហើរសំកាំងដើម្បីរកចំណីហើយចំណីដ៏ពិសេសរបស់វានោះគឺសត្វកណ្ដុររបាយមានវត្តមានពេញមួយឆ្នាំនិងជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជពេញមួយឆ្នាំខ្ញុំជឿថានៅក្នុងចំណោមសត្វស្លាបទាំង4ប្រភេទនេះពុកម៉ែបងប្អូនមួយចំនួនក៏គាត់ធ្លាប់បានស្គាល់និងមួយចំនួនទៀតក៏មិនធ្លាប់បានស្គាល់នោះដែរហើយសត្វស្លាបដែលបងប្អូនស្គាល់ច្បាស់ជាងគេនោះគឺសត្វស្ទាំងលលកភាគច្រើនបងប្អូនហៅថាជាសត្វស្ទាំងកណ្ដុរដោយសារតែបក្សីមួយប្រភេទនេះវាចូលចិត្តចាប់កណ្ដុរធ្វើជាអាហារហើយការអត្ថាធិប្បាយអំពីលក្ខណៈទូទៅរបស់សត្វស្លាបនេះគឺខ្ញុំយោងតាមសៀវភៅសត្វស្លាបនៅកម្ពុជាវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា